មានលុយមិនអាចទិញអ្វីបានគ្រប់យ៉ាងទេទោះជាអ្នកគ្នានឹងមានលុយច្រើនប៉ុណ្ណាក៏ដោយមានលុយចាយស្លឹកដមអីមិនក៏ដោយក៏អ្នកគ្នានឹងអាចទិញ skin Edera Covenant នេះបានទេក៏ព្រោះថា skin Edera Covenant នេះគឺគេអត់លក់ជាផាសដូចមុនទេអ្នកគ្នាចុះបើគេអត់លក់ជាផាសផងធ្វើមិនយើងបាន skin នឹងលេងទៅអូខេអ្នកគ្នាចាំមើលវីដេអូនេះដល់ចប់អ្នកគ្នានឹងដឹងថារបៀបយក skin ហ្នឹងវាមិនដែរទី1នឹងសំខាន់ជាងគេបំផុតហ្មងអ្នកគ្នាត្រូវរកគ្នានឹងឲ្យបាន5នាក់ដើម្បីបានចូល team អញ្ចឹងទៅហើយវាពិតជាល្អមែនតើហ្មងបើសិនជាអ្នកគ្នានឹងបានចូល team ណាដែល team អ្នកដែលមានលុយច្រើនគេបុកពេជ្រច្រើនអញ្ចឹងណាក៏ព្រោះថាយើងនឹងត្រូវជួយគ្នានឹងដាក់ពេជ្ររហូតដល់5000ពេជ្រចុះអញ្ចឹងហើយយើងជួយគ្នាដែរម្នាក់បន្តិចទៅយើងនឹងបាន5000ហ្នឹងហើយដល់ពេលយើងបាន5000ពេជ្រដែរអីដល់គេត្រូវការហ្នឹងយើងនឹងបាន skin Edera ហ្នឹងលេងហើយទី2ហ្នឹងគឺជាការសហការគ្នាអញ្ចឹងទៅមិនមែនថាយើងបានចូល team អ្នកមានហើយយើងស្រួលបាន skin ហ្នឹងលេង free ណាគឺយើងអត់ធ្វើអញ្ចឹងទេគឺយើងត្រូវតែជួយចេញគេខ្លះដែរគឺនៅលើโลกនេះគឺគ្មានរបស់ល្អណាឲ្យយើង free ទេអញ្ចឹងហើយដល់ពេលដែលយើងបានចូល team គេយើងក៏ជួយចេញគេខ្លះដែរទៅហើយបើសិនជាយើងអត់មានការសហការគ្នាបានត្រឹមត្រូវទេការចំណាយពេជ្រហ្នឹងអត់ដល់5000ទេអ្នកគ្នាប្រហែលជាអត់បាន skin ហ្នឹងលេងទេអញ្ចឹងហើយបានថាជួយចេញគ្នាខ្លះទៅកុំឲ្យអ្នកខ្លះហ្នឹងគេចេញច្រើនតែឯងអ្នកខ្លះអត់ចេញសោះអីចឹងទេគឺអត់កើតទេហើយសម្រាប់ team ខ្ញុំដឹងតែបាន skin ហ្នឹង100%ដោយសារតែក្នុង team ខ្ញុំសាតែកំពូលអ្នកបុកពេជ្រទាំង5តែហ្មងត្រឹមតែ5000ពេជ្រអីហ្នឹងនៅក្នុង team ខ្ញុំគឺ easy យកខ្លាំងមែនតើហ្មងចុះសម្រាប់អ្នកគ្នាវិញអ្នកគ្នារក team បានហើយនៅបើសិនជាអត់តរកបានទេអ្នកគ្នាប្រញាប់រកឲ្យហើយទៅដោយសារតែអាហ្នឹងគេមានពេលកំណត់ឲ្យយើងដែរ